ព្រះបរមសាស្តាទ្រង់ប្រារព្ធនៅនាងឧត្តរាឧបាសិកាជាធីតារបស់បណសិទ្ធិនាងឧត្តរាឧបាសិកានេះជាសត្តាបណបុគ្គលឯស្វាមីនាងជាសិទ្ធិបុត្រនៅក្នុងក្រុងរាជក្រឹសហើយតកូលខាងស្វាមីនាងជាអ្នកមិច្ឆាទិដ្ឋិនាងឧត្តរាមិនបានទៅធ្វើបុណ្យទានតាមចិត្តដែលនាងប្រាថ្នានាងបានទៅជួលនាងសិរិមាដែលជាស្រីផ្កាមាសឲ្យមករួមរស់ជាមួយនឹងស្វាមីរបស់ខ្លួនហើយនាងបានលោភទៅធ្វើបុណ្យមិនឲ្យស្វាមីដឹងនៅខាងក្រៅចំណែកឯនាងសិរិមានោះមានគំនិតគិតចង់ដណ្ដើមស្វាមីរបស់នាងឧត្តរាចង់ត្រួតត្រាលើនាងហើយក៏បានទៅបន្ទុះសារាយចំពោះនាងឧត្តរាដោយប្រការផ្សេងតែនាងឧត្តរាឧបាសិកាមិនបានក្រោធខឹងនឹងនាងវិញឡើយក្រោយមកនាងសិរិមាក៏បានដឹងទោសកំហុសរបស់ខ្លួនហើយក៏បានទៅសុំខមាទោសនឹងនាងឧត្តរាចំណែកនាងឧត្តរាក៏បាននាំនាងសិរិមាទៅគាល់ព្រះសាស្តាហើយព្រះសាស្តាព្រះអង្គសម្ដែងនៅធម្មីកថាអកោធេនៈចិនេកោធាំងអសាធុងសាធុនីចិនេកតិរិយ៉ាងទានេនៈសច្ចេណាលិកវេទនាងដែលមានន័យថាបុគ្គលក៏បីផ្ចាញ់មនុស្សក្រោធដោយសេចក្តីមិនក្រោធក៏បីផ្ចាញ់មនុស្សអសប្បុរសដោយសប្បុរសក៏បីផ្ចាញ់មនុស្សកំណាញ់ដោយការអោយក៏បីផ្ចាញ់មនុស្សនិយាយពាក្យមិនពិតដោយនិយាយពាក្យពិតមនុស្សម្នាក់ល្ងងខ្លៅក៏ព្រោះតែគេខ្វះនូវចំណេះដឹងប៉ុន្តែបើគេដឹងថាគេជាមនុស្សល្ងងខ្លៅនោះចាត់ទុកថាគេមានប្រាជ្ញាដែរបណ្ឌិតគឺកើតចេញអំពីជនល្ងងខ្លៅដែលដឹងថាខ្លួនឯងមិនទាន់ចេះនេះឯងដឹងថាខ្លួនឯងមិនទាន់ចេះនេះជាចំណុចចាប់ផ្ដើមនៃការស្វែងរកចំណេះដឹងថាខ្លួនឯងមិនទាន់ចេះនេះហើយជាមូលហេតុដែលយើងត្រូវប្រឹងប្រែងរៀនសូត្របន្ថែមការសិក្សារៀនសូត្រនឹងធ្វើឲ្យយើងចេះគិតចេះវិភាគនាំឲ្យយើងមាននូវប្រាជ្ញានឹងកើតមាននៅពេលដែលយើងសិក្សារៀនសូត្របានជាប្រចាំកាន់តែរៀនសូត្រនឹងកាន់តែដឹងថាខ្លួនឯងល្ងងត្បិតអីយើងនឹងទទួលចំណេះដឹងថ្មីរហូតមនុស្សល្ងងនឹងកាន់តែល្ងងថែមទៀតនៅពេលដែលយល់ច្រឡំថាខ្លួនឯងចេះឬក៏តាំងខ្លួនឯងជាបណ្ឌិតនោះបុគ្គលដែលយល់ថាខ្លួនឯងជាបណ្ឌិតនឹងបោះបង់គំនិតដើម្បីរៀនសូត្របន្ថែមត្បិតអីគេនឹងអាចគិតថាចេះលើមនុស្សទាំងពួងបុគ្គលល្ងងខ្លៅចូលចិត្តគិតអ្វីល្ងងខ្លៅធ្វើអ្វីល្ងងខ្លៅហើយលទ្ធផលចេញមកនោះគឺជាគ្រោះមហន្តរាយ